គោរពរបស់6យ៉ាងចាំច្បាស់ណាឬចាំក្នុងឆាកជីវិតរបស់បងអូនពីថ្ងៃហ្នឹងទៅត្រូវគោរពរបស់6យ៉ាងបើសិនជាបងអូនគោរពរបស់6យ៉ាងនឹងបានបងអូននឹងជោគជ័យមួយជីវិតតែម្ដងណាបងចាំស្ដាប់ណាចាំស្ដាប់តិចទៀតដែលគុណសួរឥឡូវឲ្យចាំមើលអ្នកណាឆ្លើយត្រូវដែលគុណបកគលរង្វាន់ឲ្យគោរពរបស់ទី1ណាគោរពរបស់ទី1គឺគោរពដំបូងបំផុតគឺគោរពខ្លួនឯងមានដែរគោរពខ្លួនឯងទេគ្នាយើងមានដែរគោរពខ្លួនឯងអត់ធ្វើមិនខ្លះដែលហៅថាគោរពខ្លួនឯងគោរពខ្លួនឯងទី1បើខ្លួនឯងនិយាយថាទៅរៀនម៉ោងប្រហែលត្រូវទៅរៀនម៉ោងប៉ុណ្ណឹងគោរពខ្លួនឯងគោរពខ្លួនឯងបើខ្លួនឯងថាអូអាត្មាអញត្រូវទៅរៀនម៉ោង2ត្រូវតែទៅរៀនម៉ោង2អាហ្នឹងបានន័យថាយើងអត់ក្បត់ខ្លួនឯងទេគោរពខ្លួនឯងអាត្មាអញត្រូវតែរៀន1ម៉ោងហ្នឹងរៀនភាសាបរទេសឬក៏រៀនភាសាខ្មែររៀនគណិតវិទ្យារៀនរូបវិទ្យាអាហ្នឹងបានន័យថាយើងគោរពខ្លួនឯងរៀនអីត្រូវរៀនអាហ្នឹងបើសិនជានរណាដែលតាំងចិត្តពីផ្ទះថាអញទៅរៀនភាសាបរទេសដល់ពេលទៅដល់កន្លែងសាលារៀនយើងអង្គុយប្រាយគ្នាបានន័យថានៅនឹងអត់គោរពខ្លួនឯងទេណាហ្នឹងហើយគោរពខ្លួនឯងមួយទៀតគឺអ្នកដែលញ៉ាំរបស់ល្អហើយមានរបៀបល្អហ្នឹងគេឲ្យថាគោរពខ្លួនឯងអ្នកខ្លះញ៉ាំទឹកអញ្ចឹងហើយក៏វត្តចោលអ្នកខ្លះញ៉ាំភេសជ្ជៈហើយបោះចោលនៅហ្នឹងគេហៅថាមនុស្សអត់គោរពខ្លួនឯងទេមនុស្សគោរពខ្លួនឯងគឺមានន័យថាញ៉ាំរបស់អីហើយគឺញ៉ាំតែរបស់ល្អរបស់ណាដែលធ្វើឲ្យខ្លួនឯងមានសុខភាពល្អណារបស់ណាដែលញ៉ាំទៅធ្វើឲ្យរេឲ្យរុះវាឆ្ងាញ់មែនប៉ុន្តែវាបំផ្លាញសុខភាពអត់ញ៉ាំទេអាហ្នឹងគេហៅថាមនុស្សគោរពខ្លួនឯងគោរពរបស់ញ៉ាំណាគោរពខ្លួនឯងគឺគោរពកន្លែងគេងបងប្អូនក្រោកពីគេងឡើងដែលបត់ភួយអត់ដែលបោះសម្អាតកន្លែងខ្លួនឯងមុនគេងអត់រៀបខ្នើយរៀបអីឲ្យល្អដែលអត់ហ្នឹងហើយគេហៅថាមនុស្សគោរពខ្លួនឯងគឺគោរពកន្លែងគេងមនុស្សដែលកន្លែងគេងដោយសបុកមន់មានន័យថាមនុស្សនោះអត់គោរពខ្លួនឯងទេតែគោរពមន់វិញបងណាហ្នឹងហើយអ្នកណាដែលធ្វើខ្លួនឯងឲ្យអាក្រក់ដោយសបុកមន់បានន័យថាអ្នកនឹងអត់គោរពខ្លួនឯងទេតែគោរពមន់វិញយល់ទេបងចឹងទៅផ្ទះវិញបើឆែកមើលឃើញផ្ទះកន្លែងខ្លួនឯងគេងដោយសបុកមន់បានន័យថាប្អូនកំពុងតែគោរពមន់ហើយយល់ទេឥឡូវគោរពខ្លួនឯងឬគោរពមន់ហ្នឹងហើយបើគោរពខ្លួនឯងត្រូវសម្អាតកន្លែងឲ្យល្អគោរពខ្លួនឯងមួយទៀតគឺគោរពបន្ទប់ទឹកអ្នកណាធ្លាប់ចូលបន្ទប់ទឹកហើយអត់លាងសម្អាតមានទេលឺសលេងខ្លាំងមានអញ្ចឹងអ្នកណាចូលបន្ទប់ទឹកហើយមិនចាក់ទឹកឲ្យស្អាតអស់ទឹកហើយមិនដងដាក់ឬក៏មិនបានជួយសម្អាតទេអ្នកនឹងឈ្មោះថាអត់គោរពខ្លួនឯងទេណាគឺគោរពខ្លួនឯងបានន័យថាអាកន្លែងដែលយើងប្រើប្រាស់ហ្នឹងវាល្អវាស្អាតល្អណាគោរពផ្ទះរបស់ខ្លួនឯងឈ្មោះថាគោរពខ្លួនឯងកន្លែងយើងរស់នៅរាល់ថ្ងៃមានដៃចាប់អំបោះបោះសម្រាមទេដែលអត់មានដែលបោះសម្រាមឬក៏ញ៉ាំរបស់ហើយយកទៅទុកដាក់ឲ្យល្អមានដែរអត់ឃើញមណ្ឌលពណ៌អកស្អាតចឹងស្រឡាញ់អត់ចង់បាននៅផ្ទះយើងដូចអញ្ចឹងអត់បើចង់បានត្រូវស្រឡាញ់ខ្លួនឯងបើស្រឡាញ់ខ្លួនឯងត្រូវសម្អាតផ្ទះខ្លួនឯងដែលរស់នៅបើអត់សម្អាតផ្ទះទេផ្ទះនឹងស្មោកគ្រោកបើកាលណាផ្ទះស្មោកគ្រោកវាធ្វើឲ្យខូចសុខភាពខ្លួនឯងអញ្ចឹងមានន័យថាអត់ស្រឡាញ់ខ្លួនឯងទេយល់ទេណាហើយមួយទៀតស្រឡាញ់ផ្ទះបាយខ្លួនឯងកន្លែងញ៉ាំណាញ៉ាំហើយជួយលាងចានម៉ាក់ប៉ាពុកម៉ែយើងញ៉ាំហើយជួយបោះជួយជូតជួយសម្អាតផ្ទះបាយកន្លែងណាស្មោករោគកន្លែងណាមិនល្អអាហ្នឹងមានន័យថាយើងកំពុងថែទាំសុខភាពខ្លួនឯងបើកន្លែងញ៉ាំកន្លែងហូបកន្លែងធ្វើម្ហូបមិនស្អាតទេវាធ្វើឲ្យមានមេរោគហ្នឹងចូលខ្លួនណាគេចូលខ្លួនយើងអញ្ចឹងឈ្មោះថាយើងស្រឡាញ់ខ្លួនយើងអត់បើស្រឡាញ់ខ្លួនឯងត្រូវមានអនាម័យកន្លែងញ៉ាំណាទាំងអស់គ្នាហ្នឹងហើយដែលកូនលើកយកសង្ខេបខ្លីប៉ុណ្ណឹងចុះគោរពខ្លួនឯងគោរពខ្លួនឯងគឺឲ្យតម្លៃខ្លួនឯងធ្វើឲ្យខ្លួនឯងคล้ายទៅជាមនុស្សល្អអាហ្នឹងហៅថាគោរពខ្លួនឯងចំណុចទី2នេះចំណុចទី1ណាចាំហ្នឹងហើយចំណុចទី2គឺគោរពមេត្តាបិតានៅក្នុងផ្ទះអ្នកណាគេជាទេវតាអ្នកណាគោរពមេត្តាបិតាអ្នកនោះនឹងទទួលបានជោគជ័យក្នុងឆាកជីវិតពេញមួយជីវិតតែម្ដងអ្នកណាដែលមិនគោរពមេត្តាបិតាអ្នកនឹងទៅកន្លែងណាក៏គេស្អប់ក៏គេមិនចូលចិត្តដែរជឿអញ្ចឹងអត់បើធ្វើបាបពុកម្ដាយខ្លួនឯងអ្នកខ្លះដុតផ្ទះពុកម្ដាយខ្លួនឯងលួចលុយម៉ាក់ប៉ាលួចលុយឪពុកម្ដាយណាលួចម៉ូតូលួចរបស់ពុកម៉ែខ្លួនឯងយកទៅលក់ដើម្បីទៅជក់ថ្នាំញៀនឬក៏ទៅប្រព្រឹត្តអំពើអីអាក្រក់ធ្វើឲ្យសង្គមគេស្អប់គេអត់ចូលចិត្តទេហើយគេហ៊ានឲ្យចូលផ្ទះគេឪពុកម្ដាយខ្លួនឯងធ្វើបាបហើយចូលផ្ទះគេអត់ហ៊ានឲ្យចូលទេព
ពួកគេថាពុកម្ដាយខ្លួនឯងអ្នកមានគុណធំប៉ុណ្ណឹងនៅធ្វើបាបជនរំឲ្យគេផ្សេងទៀតគេអត់ចូលចិត្តទេអញ្ចឹងគោរពឪពុកម្ដាយគោរពខ្លួនឯងទី1គោរពឪពុកម្ដាយទី2សំខាន់មែនទេណាឪពុកម្ដាយជាព្រះនៅក្នុងផ្ទះបើគោរពឪពុកម្ដាយព្រះនឹងមានក្នុងផ្ទះបើមិនគោរពឪពុកម្ដាយទេផ្ទះនឹងអត់មានព្រះទេយល់ទេបងព្រោះយើងបានដកខ្លួនឯងចេញពីព្រះហើយណាអញ្ចឹងពុកម្ដាយជាមេធំក្នុងគ្រួសារបើយើងគោរពគាត់យើងទទួលបានផលប្រយោជន៍ច្រើនទី1អ្នកណាអ្នកបង្កើតយើងពុកម៉ែណាអ្នកណាអ្នកឲ្យចំណីយើងញ៉ាំពុកម៉ែអ្នកណាអ្នកឲ្យសម្លៀកបំពាក់យើងស្លៀកពាក់អ្នកណាអ្នកបញ្ជូនយើងទៅសាលារៀនអ្នកណាជាអ្នកធ្វើឲ្យយើងមានសមត្ថភាពមានចំណេះដឹងអ្នកណាជាអ្នកជំរុញឲ្យយើងមានការងារល្អធ្វើទៅអនាគតពុកម៉ែដកពុកម៉ែចេញយើងមិនអាចមានវត្តមាននៅលើពិភពលោកនេះបានទេដកពុកម៉ែចេញអ្នកណាអ្នកឲ្យសភៅយើងទៅរៀនដកពុកម៉ែចេញអ្នកណាអ្នកឲ្យបាយយើងញ៉ាំដកពុកម៉ែចេញអ្នកណាអ្នកទិញសម្លៀកបំពាក់ឲ្យយើងស្លៀកពាក់បើសិនជាដកតែពុកម៉ែចេញទាំងអស់គ្នានឹងទៅនៅតាមចាំថ្នល់គ្នាយើងធ្លាប់ឃើញបងប្អូនដែលគាត់ដើររើសអេតចាយហើយដើររើសអាហារតាមកន្លែងគេចោលយូហូបធ្លាប់ឃើញទេបើយើងគ្មានឪពុកម្ដាយគ្រប់គ្រងត្រឹមត្រូវទេយើងទៅកន្លែងហ្នឹងយល់ទេបងអញ្ចឹងបានត្រូវគោរពឪពុកម្ដាយគោរពម៉ាក់ប៉ាស្រឡាញ់ឪពុកម្ដាយឲ្យច្រើនព្រោះបុគ្គលពីររូបនេះអាចធ្វើឲ្យយើងទទួលជោគជ័យក្នុងជីវិតហើយមានអនាគតល្អអញ្ចឹងទី1គោរពអ្នកណាគេទី2គោរពអ្នកណាគេទី3គោរពលោកគ្រូអ្នកគ្រូលោកគ្រូអ្នកគ្រូគឺជាអ្នកផ្ដល់អីគេឲ្យយើងចុះបដកលោកគ្រូអ្នកគ្រូចេញយើងមានចំណេះដឹងទៀតទេមនុស្សយើងចេះគ្មាននរណាដែលចេះឲ្យដូចគ្មានគ្រូបានទេត្រូវតែមានគ្រូប៉ុន្តែអាចថាគ្រូហ្នឹងជាពុកម្ដាយយើងជាបងប្អូនយើងជាមីងមាយើងជាមនុស្សជុំវិញខ្លួនយើងអ្នកទាំងអស់នោះសិតតែជាគ្រូយើងទាំងអស់ដកគ្រូចេញយើងនឹងទៅរៀនពីនរណាគេមិនអញ្ចឹងបងបើគ្មានចំណេះដឹងហើយមានការងារល្អធ្វើទេបើគ្មានការងារល្អធ្វើទេមានថវិកាទេបើគ្មានថវិកាហើយអាចរស់នៅល្អបានទេអត់បានទេអញ្ចឹងសំខាន់បំផុតគោរពគ្រូបើគោរពគ្រូត្រូវធ្វើម៉េចទៅបើគោរពគ្រូត្រូវធ្វើម៉េចត្រូវស្ដាប់គ្រូហើយនឹងប្រឹងរៀនសូត្រឲ្យមានចំណេះដឹងដែលយើងរៀននេះយើងរៀនប្រឹងរៀនឈ្មោះថាយើងគោរពគ្រូប៉ុន្តែដល់ពេលយើងរៀនចេះហើយជួយនរណាគេជួយពុកម្ដាយហើយជួយនរណាគេជួយខ្លួនឯងមានចំណេះដឹងមានសញ្ញាបត្របានធ្វើការងារល្អមានថវិកាចិញ្ចឹមជីវិតយល់ទេបងហើយរៀនហ្នឹងមិនមែនរកតែថវិកាចិញ្ចឹមជីវិតទេគឺអាចខ្លាយទៅជាមនុស្សល្អជាបរិបទល្អរបស់សង្គមជាតិណាជាធនធានមនុស្សល្អទៀតផងហ្នឹងចំណុចទីម៉ានអីមិញទី3ហើយទី1អីគេគោរពអីគេទី2គោរពនរណាទី3គោរពនរណាទី4ត្រូវគោរពមិត្តភក្តិពេលរាប់អានត្រូវជ្រើសរើសមិត្តភក្តិណាមិនល្អកុំទៅបៀតយល់ទេបងហ្នឹងហើយមិត្តភក្តិណានាំយើងខ្ជិលមកសាលារៀននាំយើងកិច្ចសាលារៀនអាហ្នឹងចាំយើងកិច្ចកុំរាប់អានតែមិត្តភក្តិណាដែលនាំយើងមករៀនលើកទឹកចិត្តឲ្យយើងមកសាលារៀនហើយឲ្យយើងខ្លាយទៅជាមនុស្សល្អចាំរាប់អានមិត្តភក្តិហ្នឹងយល់ទេបងនេះក្នុងចំណោមមិត្តភក្តិយើងរាប់អានមានមិត្តភក្តិខ្លះខ្ជិលរៀនបបួលយើងកិច្ចសាលារៀនតែមិត្តភក្តិខ្លះចិត្តល្អបបួលយើងដើរបុកសាលារៀនតែម្ដងណាមានន័យថាបបួលយើងមកសាលារៀនឲ្យយើងរៀនទៅយើងមានចំណេះដឹងទៅអាចជួយខ្លួនឯងបានអញ្ចឹងគោរពទី4គឺគោរពនរណាគេមិត្តភក្តិហ្នឹងមិត្តភក្តិល្អឬក៏មិត្តភក្តិអាក្រក់មិត្តភក្តិល្អដល់គោរពទី4គឺគោរពប្រទេសជាតិទាំងអស់គ្នាស្រឡាញ់ប្រទេសជាតិទេបើអត់ប្រទេសជាតិអត់មានទឹកដីអត់ប្រទេសជាតិអត់មានច្បាប់អត់ប្រទេសជាតិអត់មានការអប់រំអត់ប្រទេសជាតិអត់មានសាសនាមែនទេហើយយើងទៅរស់នៅណាបើអត់មានប្រទេសជាតិអត់មានប្រទេសជាតិអត់មានផែនដីនេះរស់នៅទេអត់មានប្រទេសជាតិអត់មានធនធានអីទាំងអស់អត់មានប្រទេសជាតិអត់មានច្បាប់អត់មានការរស់នៅត្រឹមត្រូវទេអញ្ចឹងស្រឡាញ់ប្រទេសជាតិបើស្រឡាញ់ប្រទេសជាតិជួយអីខ្លះទៅទី1ជួយសម្អាតបរិស្ថានឲ្យល្អឈ្មោះថាជួយឲ្យប្រទេសយើងបានស្អាតទាំងអស់គ្នាទៅផ្ទះវិញបោសផ្ទះយើងឲ្យស្អាតពេលដែលផ្ទះគ្រប់គ្នាស្អាតហើយឈ្មោះថាភូមិនឹងស្អាតបើភូមិនឹងស្អាតឈ្មោះថាឃុំនឹងស្អាតឃុំនឹងស្អាតឈ្មោះថាស្រុកនឹងស្អាតស្រុកនឹងស្អាតឈ្មោះថាខេត្តនឹងស្អាតបើខេត្តនឹងស្អាតឈ្មោះថាប្រទេសជាតិនឹងស្អាតចង់ឲ្យប្រទេសជាស្អាតត្រូវស្អាតពីកន្លែងណាមិញផ្ទះចង់ឲ្យផ្ទះស្អាតពីនរណាគេយើងគ្រប់គ្នាទាំងអស់គ្នាខ្លួនយើងស្អាតផ្ទះយើងស្អាតឃុំស្រុកខេត្តស្អាតប្រទេសស្អាតតែម្ដងយល់ទេទាំងអស់គ្នា
បើស្រឡាញ់ប្រទេសជាតិត្រូវមានអនាម័យញ៉ាំទឹកហើយអញ្ចឹងញ៉ាំទឹកហើយកំប៉ុងដែលញ៉ាំហើយត្រូវកាន់ជាប់ដៃរហូតយកទៅចោលទម្លាប់ឲ្យល្អអញ្ចឹងណាបងណានេះនៅប្រទេសគេមិនបានទេរបស់របរចោលអីប្រទេសគេចាប់ណាខុសច្បាប់ណាហើយប្រទេសយើងអត់តន់ដល់ពេលហ្នឹងណាប៉ុន្តែយើងត្រូវមានស្មារតីភ្ញាក់រលឹកខ្លួនឯងស្រឡាញ់ប្រទេសជាតិត្រូវមានបរិស្ថានស្រឡាញ់ប្រទេសជាតិត្រូវគោរពច្បាប់ជាពិសេសច្បាប់អីគេបងច្បាប់ចរាចរណ៍ទាំងអស់គ្នាចេះជិះម៉ូតូនៅហ្នឹងហើយកុំជិះប្រហោះហើយយល់ទេជិះប្រហោះខុសច្បាប់ចរាចរណ៍ហើយបើមានភ្លើងក្រហមភ្លើងខៀវអីត្រូវគោរពភ្លើងគេហ្នឹងណាហ្នឹងត្រូវគោរពច្បាប់ឲ្យទាំងអស់គ្នាហើយច្បាប់មួយទៀតកុំលួចកុំឆក់កុំប្លន់អាហ្នឹងច្បាប់ប្រទេសជាតិហើយណាបងប្អូនទាំងអស់គ្នាកុំលួចកុំឆក់កុំប្លន់កុំឆ្លោះប្រកែកកុំប្រព្រឹត្តថ្នាំញៀនអាហ្នឹងគឺមានន័យថាយើងស្រឡាញ់ប្រទេសជាតិរបស់យើងហើយប្រឹងរៀនឲ្យមានសមត្ថភាពទាំងអស់គ្នាប្រឹងរៀនឲ្យមានសមត្ថភាពហើយយកសមត្ថភាពរបស់ខ្លួនឯងជួយខ្លួនឯងផងជួយគ្រួសារផងជួយអីគេជួយប្រទេសជាតិផងហើយចំណុចទីម៉ានអីចំណុចទីម៉ានអីទី5ដល់ទី6គោរពអីគេគោរពព្រះពុទ្ធសាសនាមិញបងសុំសិល5ដែរមិញសុំសិល5ទី1ហាមឲ្យធ្វើអីសម្រាប់សត្វទី2ហាមឲ្យធ្វើអីលួចទ្រព្យគេទី3តដើមសង្សារគេឬពិតខុសក្នុងកាមឯណាហើយទី4កុំកុហកទី5កុំសេពសូរាកាន់សិល5ឲ្យល្អបានគឺមានន័យថាបំពេញកាតព្វកិច្ចជាពុទ្ធសាសនិកល្អយល់ទេទាំងអស់គ្នាហ្នឹងហើយក្រៅពីហ្នឹងយើងរៀនឲ្យទៀនស្ដាប់ធម៌ស្ដាប់ប្រវត្តិរៀនធម៌អីហ្នឹងអាហ្នឹងជាកាតព្វកិច្ចជាពុទ្ធសាសនិកឥឡូវមានប្រហែលយ៉ាងមិញគោរពប្រហែលយ៉ាងទី1គោរពអីគេទី2គោរពអីគេទី3គោរពអីគេទី4គោរពអីគេទី5គោរពអីគេទី6គោរពអីគេផ្ទះដៃឲ្យខ្លួនឯងមួយអូមិននឹកឃើញស្មានតែទាំងអស់គ្នាប៉កែមែនទេណាដូចគុណរាប់មួយរាវសោះគ្នាយើងចាំអស់លីងឥឡូវចាំទៅសួរយោមពាន់ជាមួយនឹងលោកគ្រូវណ្ណាចុះហ្នឹងហើយចឹងអរគុណច្រើនហើយជូនពរបងប្អូនឲ្យជោគជ័យទាំងអស់គ្នាហើយជាពិសេសបងប្អូនដែលជាប់ចំណាត់ថ្នាក់ក៏សប្បាយចិត្តរីករាយត្រេកអរអនុមោទនាតែបងប្អូនដែលមិនជាប់ចំណាត់ថ្នាក់ក៏កុំតន់អន់ចិត្តណាប្រឹងប្រែងបន្តទៀតណាប្រឹងប្រែងបន្តទៀតអនាគតរបស់យើងនឹងល្អទាំងអស់គ្នាណាចឹងសូមបញ្ចប់ប៉ុណ្្នឹងចាស់ណាសូមអរគុណ